ហេតុអ្វីបានជាម្ដាយអាននាងនៅតែចិត្តអាក្រក់ដាក់នាងយ៉ាងនេះហើយគាត់មិនបានខ្វល់ពីនាងឡើយមិនថានាងធ្លាក់ខ្លួនឈឺបែបនេះគ្រួសាររបស់នាងនៅតែមិនជឿនាងហើយគាត់បាននិយាយថាអាននាងគ្រូពេទ្យបាននិយាយថាឯងគឺជាក្មេងដែលគួរឲ្យស្រឡាញ់គ្រូពេទ្យបាននិយាយប្រាប់ម៉ាក់ថាលីមេងនាងមិនអាចរស់បានត្រឹមរយៈពេល1ឆ្នាំទៀតទេតើឯងគិតបែបណាដែលចំពោះនាងក្នុងការផ្ដល់ឈាមឲ្យនាងហើយគេក៏បាននិយាយប្រាប់ម៉ាក់ដែរថាឯងមិនឲ្យមិត្តប្រុសរបស់ឯងមានភាពស្និទ្ធស្នាលនឹងលីមេងមែនទេតើគ្រប់គ្នាមានចាំថាខ្ញុំមានរលាក់ស៊ីនឹងគ្រឿងសមុទ្រដែរឬទេបងប្រុសបានឮសម្ដីនាងនិយាយបែបនេះគេក៏បានប្រែទឹកមុខដាក់ទៅប្អូនស្រីបង្កើតរបស់ខ្លួនរួចក៏បាននិយាយថាជាងនាងមេងនាងចិត្តអស់ជីវិតហើយតើឯងនៅគិតតែពីខ្លួនឯងមែនទេឥឡូវនេះហើយឯងនៅតែខ្វល់ពីការរលាក់ស៊ីនឹងគ្រឿងសមុទ្ររបស់ឯងនេះទៀតមែនទេបងស្រីខ្ញុំអាចរស់បានត្រឹមតែ1ឆ្នាំទៀតតែប៉ុណ្ណោះបងស្រីខ្ញុំគ្រាន់តែចង់ឲ្យបងប្រុសយីឈួនក្រែងនាងចិត្តស្លាប់ហើយមែនទេចុះហេតុអ្វីបានជានាងចង់មកតាក់ទងមិត្តប្រុសរបស់អ្នកអតីតបែបនេះលីនមេងនាងគឺជាអ្នកសុំទានក្នុងជីវិតចុងក្រោយរបស់អ្នកអតីតមែនទេតើនាងមិនចេះមានការអៀនខ្មាស់ទេមែនទេបងស្រីរងចាំរហូតដល់ខ្ញុំស្លាប់បងប្រុសយីឈួនគាត់ក៏នៅតែជារបស់បងស្រីដែរនាងពិតជាធ្វើពុតជាគួរឲ្យអាណិតខ្លាំងណាស់លីនមេងគ្រាន់តែធ្វើពុតជាយំវាមិនទាន់គ្រប់គ្រាន់ទេបងស្រីតារាប់នេះខ្ញុំនៅតែចង់បានបងប្រុសយីឈួនមិនថាបងស្រីវាយខ្ញុំដល់ស្លាប់ឥឡូវនេះក៏ខ្ញុំនៅតែចង់បានមិត្តប្រុសបងស្រីដដែលគឺបងប្រុសយីឈួននៅពេលគេបានធ្វើតាមសម្ដីរបស់នាងនោះស្រាប់តែស្រែកនាងមកថាជាងមានចុះក្រែងប្អូនស្រីឲ្យបងធ្វើតាមសម្ដីប្អូនឲ្យបងវាប្អូនតាមចិត្តមែនទេវាមិនសំខាន់ថាបងស្រីម្នាក់នេះបានវាប្អូនស្រីដល់ស្លាប់ក៏ប្អូនសុខចិត្តដែរមែនទេឲ្យតែបានយីឈួនទៅឯងនោះខ្ញុំនឹងមិនឲ្យនាងប្រើល្បិចរបស់នាងមកធ្វើបាបខ្ញុំទៀតទេឥឡូវនេះជាងមានចំណែកឯម្ដាយហើយនឹងបងប្រុសមិនបាននៅខាងកូនស្រីរបស់ខ្លួនទេបែរជាកាន់ជើងក្មួយស្រីជីដូនមួយទៅវិញឯងដូចជាខ្លាំងដៃពេកហើយជាងមានគ្រាន់តែជាបរិសម្នាក់ឯងមិនហ៊ានលះបង់ឲ្យនៅនាងទេមែនទេវាធ្វើដូចជាទំនិញដែលមិនអាចទិញដូរបានមែនទេជាងមានឯងខ្លាចជាមនុស្សចិត្តអាក្រក់ចំពោះលីមមេងបានយ៉ាងម៉េចខ្ញុំខ្លាចជាបែបនេះខ្ញុំគ្រាន់តែចង់សួរទៅអ្នកគ្រប់គ្នាវិញថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាជឿតែសម្ដីនាងហេតុអ្វីមិនស្ដាប់សម្ដីរបស់ខ្ញុំខ្លះឬមួយខ្ញុំគ្រាន់តែជាខ្មោចនៅក្នុងផ្ទះនេះសម្រាប់អ្នកទាំងអស់គ្នាមើលមិនឃើញមែនទេទាំងអស់គ្នាមានស្ដាប់និងជឿសម្ដីខ្ញុំខ្លះទេមានចឹងមានតើមានរឿងអ្វីកើតឡើងចំពោះឯងតែភ្លាមនោះស្រីដែលចិត្តអាក្រក់នាងក៏បានគិតក្នុងចិត្តដែរថានាងហ៊ានបដិសេធចំពោះខ្ញុំដែលផ្ដល់មិត្តប្រុសរបស់នាងឲ្យខ្ញុំមែនទេហើយនាងកុំមកបន្ទោសខ្ញុំថាខ្ញុំនឹងចិត្តដាច់ចំពោះនាងស្រាប់តែនាងបានគិតហើយនាងក៏បានធ្វើពុតជាដួលសន្លប់តែម្ដងកូនប្រុសឆាប់ចេញឡានឲ្យលឿននាំនាងទៅមន្ទីរពេទ្យស្រាប់តែពេលនោះពួកគេលែងខ្វល់នឹងកូនស្រីរបស់ខ្លួនហើយបែរជាទៅខ្វល់នឹងក្មួយស្រីជីដូនមួយនោះទៅវិញពួកគេមិនដឹងទេថាពេលនេះគេសាងកំហុសដ៏ធ្ងន់ធ្ងរចំពោះកូនស្រីរបស់ខ្លួនហើយទូស្រីនាងក៏បានគិតក្នុងចិត្តដែរថាមិនថាខ្ញុំនិយាយអ្វីនឹងធ្វើអ្វីអ្នកទាំងអស់គ្នាមិនដែលស្ដាប់ខ្ញុំឡើយខ្ញុំមិនល្អដូចនឹងលីនមេងទេគ្រប់គ្នាតែងតែទុកនាងនៅក្នុងបេះដូងគ្រប់គ្នាជានិច្ចនាងនៅផ្ទះដែរឬទេជីឈួនហេតុអ្វីបានជាលោកមកទីនេះអូខ្ញុំមានអ្វីដែលត្រូវធ្វើនៅទីនេះទើបខ្ញុំឈៀងចូលមកមើលនាងបន្តិចជីឈួននៅទីនេះមិនមែនជាផ្ទះរបស់ខ្ញុំទៀតទេទាំងអស់គ្នាពួកគេលែងខ្វល់ពីខ្ញុំទៀតហើយពួកគេខ្វល់តែលីនមេងតើលោកអាចនាំខ្ញុំចាក់ចេញពីទីនេះឲ្យទៅឆ្ងាយបានទេមានខ្ញុំបានឮលោកគ្រូពេទ្យលីនិយាយថាអាយុជីវិតរបស់លីនមេងនៅរស់មិនបាន1ឆ្នាំទៀតទេនាងតែងតែចូលចិត្តខ្ញុំហើយក៏ចង់ឲ្យខ្ញុំនៅក្បែរនាងពួកយើងមិនគួរធ្វើបែបនេះចំពោះនាងនោះទេបើពួកយើងធ្វើបែបនេះគឺវាខុសខើពេកហើយការប្រព្រឹត្តអំពើមិនល្អចំពោះនាងដែលកិច្ចវេះចំពោះនាងហេតុអ្វីបានជាលោកយកចិត្តទុកដាក់នឹងនាងធ្វើអ្វីដែរក្រែងខ្ញុំគឺជាអ្នកដែលលោកចង់រៀបការជាមួយជាងមានសូមរងចាំ1ឆ្នាំទៀតបានទេ1ឆ្នាំក្រោយមកខ្ញុំប្រកាសជានឹងរៀបការជាមួយនឹងនាងមិនខានតើនាងយល់ព្រមទេខ្ញុំមានជំងឺមហារីកគ្រាប់ឈាមដំណាក់កាលចុងក្រោយខ្ញុំក៏កំពុងតែចិត្តស្លាប់ដែរហើយអ្វីដែលលោកអាចធ្វើបាននៅពេលនេះគឺគ្រាន់តែឲ្យខ្ញុំរងចាំលោក1ឆ្នាំទៀតដើម្បីរៀបការមែនទេមានក្រែងខ្ញុំទើបតែបាននាំនាងទៅពិនិត្យសុខភាពកាលពីខែមុននេះទេហេតុអ្វីបានជានាងនិយាយកុហកបែបនេះកុំនិយាយកុហកម្ដងទៀតបានហើយគួរតែឈប់និយាយរឿងនេះទៅហើយឥឡូវនេះខ្ញុំក៏មិនចង់ឆ្លោះជាមួយនាងដែរខ្ញុំកុហកសូម្បីតែលោកក៏នៅតែមិនជឿខ្ញុំដែរជាលីនមេងមែនទេមានព្រោះតែកុំបង្កបញ្ហាទៀតទៅខ្ញុំទៅបន្ទីពេទ្យ